តារានិងស្រីនាងជាគូស្នេហ៍ដែលស្រឡាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំពួកគេធ្លាប់សន្យាថានឹងរួមដំណើរជីវិតជាមួយគ្នាទោះមានឧបសគ្គប៉ុណ្ណាក៏ដោយថ្ងៃមួយសូភាបានចូលមកធ្វើការនៅក្រុមហ៊ុនជាមួយតារានាងជាមនុស្សរួសរាយរាក់ទាក់និងតែងជួយតារាក្នុងការងារពេលវេលាកន្លងទៅភាពជិតស្និទ្ធរវាងអ្នកទាំងពីរបានធ្វើឲ្យស្រីនាងចាប់ផ្ដើមមានការសង្ស័យទោះតារាព្យាយាមពន្យល់ថាសូភាគ្រាន់តែជាមិត្តរួមការងារក៏ដោយការយកចិត្តទុកដាក់ដែលគេបង្ហាញចំពោះសូភាបានធ្វើឲ្យស្រីនាងឈឺចាប់កាន់តែខ្លាំងការយល់ច្រឡំបានคล้ายជាជម្លោះហើយស្នេហាដែលធ្លាប់ផ្អែមល្ហែមចាប់ផ្ដើមប្រេះឆានៅទីបំផុតតារាបានដឹងថាមនុស្សទី3មិនមែនជាអ្នកដែលចូលមកបំបែកស្នេហាតែប៉ុណ្ណោះទេប៉ុន្តែការខ្វះការជឿទុកចិត្តនិងការមិននិយាយគ្នាដោយស្មោះត្រង់ក៏អាចបំផ្លាញទំនាក់ទំនងបានដែរពួកគេទាំងពីរបានជួបគ្នាម្ដងចុងក្រោយដើម្បីនិយាយពីអ្វីដែលកើតឡើងទឹកភ្នែកបានហូរចុះប៉ុន្តែពាក្យថាកុសុំទោសបានមកយឺតពេកតារានិងស្រីនាងបានដើរចេញពីគ្នាដោយទុកតែអនុស្សាវរីយ៍និងមេរៀនថាស្នេហាមួយអាចរឹងមាំបានលុះត្រាតែមានភាពស្មោះត្រង់ការជឿជាក់និងការយល់ចិត្តគ្នាពន្លឺព្រះអាទិត្យពេលល្ងាចបានចាំងចូលតាមបង្អួចការិយាល័យតារាកំពុងរៀបចំឯកសារមុនចេញពីធ្វើការទូរស័ព្ទរបស់គេរត់ឡើងបងល្ងាចនេះកុំភ្លេចមកញ៉ាំអាហារជាមួយអូនណាស្រីនាងនិយាយទាំងស្នាមញឹមបានហើយអូនបងនឹងទៅឲ្យទាន់ពេលតារាទើបដាក់ទូរស័ព្ទចុះស្រាប់តែអ្នកគ្រប់គ្រងនាំនារីម្នាក់មកណែនាំនេះគឺសូភាបុគ្គលិកថ្មីចាប់ពីថ្ងៃនេះទៅនាងនឹងធ្វើការជាមួយលោកតារាសូភាញឹមយ៉ាងសុភាពហើយនិយាយថាសូមជួយណែនាំផងបងខ្ញុំទើបចូលធ្វើការថ្មីតារាគ្រាន់តែញកក្បាលនិងជួយបង្ហាញការងារឲ្យនាងពួកគេធ្វើការជាមួយគ្នារហូតដល់យប់នៅភោជនីយដ្ឋានមួយស្រីនាងអង្គុយរង់ចាំអាហារនៅលើតុជាបន្តិចម្ដងខណៈទូរស័ព្ទរបស់តារាមិនមានអ្នកទទួល1 ម៉ោងក្រោយតារាទើបមកដល់ទាំងហត់នឿយសុំទោសអូនបងជាប់ការងារជួយបុគ្គលិកថ្មីស្រីនាងញឹមស្រាលប៉ុន្តែក្នុងចិត្តមានអារម្មណ៍មិនស្រួលនាងមិនបានសួរអ្វីបន្ថែមទេនាងមិនដឹងថាការមកដល់របស់សូភានឹងក្លាយជាចំណុចចាប់ផ្ដើមនៃការផ្លាស់ប្ដូរដ៏ធំមួយក្នុងជីវិតស្នេហារបស់ពួកគេទាំងពីរបន្ទាប់ពីថ្ងៃនោះតារានិងសូភាត្រូវធ្វើការជាមួយគ្នាស្ទើរតែរាល់ថ្ងៃដោយសារគម្រោងថ្មីមានការកំណត់ខ្លីពួកគេច្រើនតែធ្វើការរហូតដល់យប់ស្រីនាងចាប់ផ្ដើមកត់សម្គាល់ថាតារាត្រឡប់មកផ្ទះយឺតជាញឹកញាប់ទោះតារាពន្យល់ថាជាប់ការងារក៏ដោយការសង្ស័យក្នុងចិត្តនាងកាន់តែកើនឡើងថ្ងៃមួយស្រីនាងបានទៅយកតារានៅក្រុមហ៊ុនដោយមិនប្រាប់ជាមុនពេលទៅដល់នាងឃើញតារានិងសូភាកំពុងអង្គុយជែកគ្នាទាំងសើចសប្បាយស្រីនាងមានអារម្មណ៍ជោគចាប់ប៉ុន្តែនាងមិនបានចូលទៅរកទេនាងសម្រេចចិត្តដើរចេញស្ងាត់នៅពេលតារាទូរស័ព្ទមកនាងគ្រាន់តែនិយាយខ្លីថាបងរវល់ណាស់មែនទេអូនមិនចង់រំខានទេតារាមានអារម្មណ៍ថាមានអ្វីមួយមិនប្រក្រតីប៉ុន្តែគេមិនដឹងថាស្រីនាងបានឃើញអ្វីនោះទេនៅថ្ងៃបន្ទាប់សូភាបានទទួលសារអនាមិកមួយដែលសរសេរថានៅឆ្ងាយពីតារាទៅបើមិនចង់មានបញ្ហាសូភាភ្ញាក់ផ្អើលយ៉ាងខ្លាំងនាងមិនដឹងថាអ្នកណាជាអ្នកផ្ញើសារនោះឡើយរឿងរ៉ាវកាន់តែស្មុគស្មាញខណៈមនុស្សទី3ពិតប្រាកដហាក់ដូចជាកំពុងលាក់ខ្លួននៅពីក្រោយអាថ៌កំបាំងមួយសូភាកាន់ទូរស័ព្ទដោយដៃញ័រសារអនាមិកដែលនាងទទួលបានធ្វើឲ្យនាងភ័យនិងច្របូកច្របល់នាងសម្រេចចិត្តមិនប្រាប់តារាភ្លាមទេព្រោះមិនចង់ឲ្យរឿងកាន់តែធំមួយថ្ងៃក្រោយមកតារាសង្កេតឃើញថាសូភាហាក់ដូចជាស្ងប់ស្ងាត់ខុសពីធម្មតាមានរឿងអីមែនទេមើលទៅអូនដូចជាពិបាកចិត្តសូភាញឹមស្រាលហើយឆ្លើយថាអត់អីទេបងប្រហែលខ្ញុំហត់ពីការងារប៉ុណ្ណោះនៅពេលដូចគ្នានោះស្រីនាងក៏កំពុងរស់នៅក្នុងភាពសង្ស័យនាងស្រឡាញ់តារាខ្លាំងប៉ុន្តែការមិនបានដឹងការពិតបានធ្វើឲ្យនាងគេងមិនលក់ជាច្រើនយប់ល្ងាចមួយស្រីនាងបានឃើញតារានិងសូភាចេញពីក្រុមហ៊ុនជាមួយគ្នាតាមពិតពួកគេគ្រាន់តែទៅជួបអតិថិជនប៉ុណ្ណោះប៉ុន្តែពីចម្ងាយវាមើលទៅដូចជាគូស្នេហ៍មួយគូស្រីនាងមិនអាចទប់អារម្មណ៍បានទៀតទេនាងងាកចេញទាំងទឹកភ្នែកចំណែកតារាក៏មិនបានដឹងថាមាននរណាម្នាក់កំពុងតាមដានគេពីក្រោយបុរសអាថ៌កំបាំងម្នាក់ឈរនៅម្ខាងផ្លូវសម្លឹងមើលពួកគេទាំង3ហើយញឹមយ៉ាងមានន័យតើបុរសអាថ៌កំបាំងនោះជានរណាហើយតើគាត់មានគម្រោងអ្វីបន្ទាប់ពីឃើញតារានិងសូភាដើរចេញជាមួយគ្នាស្រីនាងសម្រេចចិត្តមិនតាក់ទងតារារយៈពេល2-3ថ្ងៃទោះតារាទូរស័ព្ទនិងផ្ញើសារជាច្រើនដងក៏នាងមិនឆ្លើយតបដែរចំណែកសូភាសារគំរាមកំហែងនៅតែបន្តមករាល់ថ្ងៃបើមិនចាក់ចេញពីតារាគុំស្ដាយក្រោយនាងចាប់ផ្ដើមភ័យខ្លាចហើយសម្រេចចិត្តប្រាប់តារាអំពីសារទាំងនោះតារាភ្ញាក់ផ្អើលយ៉ាងខ្លាំងគេមិនជឿថាមាននរណាម្នាក់ព្យាយាមបង្កជម្លោះរវាងពួកគេឡើយ
នៅថ្ងៃបន្ទាប់តារាបានទៅជួបស្រីនាងដើម្បីពន្យល់ការពិតប៉ុន្តែមុននឹងគេនិយាយបានចប់ស្រីនាងបាននិយាយទាំងទឹកភ្នែកថាបើបងស្រឡាញ់គេបងមិនចាំបាច់បោកអូនទៀតទេអូននឹងដើរចេញដោយខ្លួនឯងតារាស្រឡាំងកាំងគេចង់ចាប់ដៃនាងប៉ុន្តែនាងបានងាកចេញហើយដើរចេញដោយមិនងាកក្រោយនៅជ្រុងម្ខាងនៃហាងកាហ្វេបរោះអាត់កំបាំងដែលតាមដានពួកគេតាំងពីដំបូងកំពុងអង្គុយមើលគ្រប់យ៉ាងគេញញឹមហើយនិយាយតិចថាទីបំផុតផែនការរបស់ខ្ញុំចាប់ផ្ដើមបានជោគជ័យហើយតើបរោះអាត់កំបាំងនោះជានរណាហើយហេតុអ្វីគេចង់បំបែកស្នេហារបស់តារានិងស្រីនាងក្រោយពីស្រីនាងដើរចេញតារានៅតែឈរនៅមុខហាងកាហ្វេទឹកមុខពោពេញដោយភាពអស់សង្ឃឹមគេមិននឹកស្មានថាការយល់ច្រឡំមួយអាចធ្វើឲ្យស្នេហារបស់ពួកគេប្រេះឆាបានលឿនដល់ថ្នាក់នេះនៅជ្រុងម្ខាងបរោះអាត់កំបាំងបានលើកទូរស័ព្ទហើយទៅនរណាម្នាក់អ្វីកំពុងដំណើរការតាមផែនការពួកគេចាប់ផ្ដើមបែកបាក់ហើយបន្ទាប់មកគេបិទទូរស័ព្ទហើយដើរចេញពីទីនោះដោយស្នាមញញឹមថ្ងៃបន្ទាប់តារាបានសម្រេចចិត្តស្វែងរកការពិតគេបានសុំឲ្យមិត្តរួមការងារជួយពិនិត្យកាមេរ៉ាសុវត្ថិភាពនៅក្រុមហ៊ុនដើម្បីរកថាអ្នកណាតែងតែលួចតាមដានសុភាក្រោយពិនិត្យវីដេអូជាច្រើនថ្ងៃទីបំផុតពួកគេបានឃើញមុខបុរសម្នាក់តារាភ្ញាក់ផ្អើលវិចិត្រគឺជាអតីតមិត្តរួមការងាររបស់តារាដែលធ្លាប់ត្រូវបណ្តេញចេញពីក្រុមហ៊ុនដោយសារបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរវិចិត្រជឿថាតារាជាអ្នកធ្វើឲ្យជីវិតរបស់គេបរាជ័យហើយគេបានស្បត់ថានឹងសងសឹកតារាចាប់ផ្ដើមយល់ថាសារគំរាមកំហែងការយល់ច្រឡំនិងហេតុការណ៍ទាំងអស់ប្រហែលជាត្រូវបានរៀបចំឡើងដោយវិចិត្រប៉ុន្តែតារាមិនទាន់ដឹងទេថាវិចិត្រកំពុងរៀបចំផែនការដ៏គ្រោះថ្នាក់ជាងនេះទៀតតារាមិនចង់ឲ្យរឿងនេះបន្តយូរទៀតទេគេបាននាំសុភាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលព្រមទាំងប្រគល់សារគំរាមកំហែងនិងវីដេអូពីកាមេរ៉ាសុវត្ថិភាពជាប្រស្តាតប៉ុន្តែវិចិត្រហាក់ដូចជាដឹងមុននៅពេលសមត្ថកិច្ចទៅដល់ផ្ទះរបស់គេបានរត់គេចខ្លួនបាត់ទៅហើយនៅថ្ងៃដែលស្រីនាងបានទទួលស្រោមសម្បត្តិអនាមិកមួយខាងក្នុងមានរូបថតជាច្រើនសន្លឹកដែលបង្ហាញតារានិងសុភាកំពុងនៅជាមួយគ្នាមើលទៅដូចជាពួកគេមានទំនាក់ទំនងស្នេហាស្រីនាងទឹកភ្នែកហូរមិនឈប់នាងមិនដឹងថារូបថតទាំងនោះត្រូវបានថតក្នុងពេលកំពុងបំពេញការងារនិងជ្រើសរើសតែជ្រុងដែលធ្វើឲ្យមានការយល់ច្រឡំនោះទេស្របពេលនោះតារាបានរកឃើញព័ត៌មានសំខាន់មួយមុនពេលត្រូវបណ្តេញចេញវិចិត្រធ្លាប់ស្រឡាញ់សុភីជាយូរមកហើយប៉ុន្តែនាងបានបដិសេធគេចាប់តាំងពីថ្ងៃនោះមកវិចិត្របានផ្ទុកកំហឹងនិងគំនុំក្នុងចិត្តគេជឿថាបើខ្លួនមិនអាចមានសុភីបានអ្នកផ្សេងក៏មិនគួរមានសេចក្តីសុខដែរនៅយប់មួយតារាបានទទួលទូរស័ព្ទពីលេខមិនស្គាល់សំឡេងម្ខាងទៀតនិយាយទាំងត្រជាក់ថាបើចង់ឃើញការពិតមកជួបខ្ញុំនៅឃ្លាំងចាស់ក្រៅក្រុងម៉ោង 10 យប់មកតែម្នាក់ឯងតារាស្ទាក់ស្ទើរប៉ុន្តែគេដឹងថានេះប្រហែលជាឱកាសតែមួយដើម្បីបញ្ចប់រឿងទាំងអស់ម៉ោង 7:10 យប់តារាបានបើកឡានទៅកាន់ឃ្លាំងចាស់នៅជីក្រុងបរិយាកាសស្ងាត់ស្ងៀមមានតែសំឡេងខ្យល់បក់និងទ្វារដែកដែលរញ្ជួយបន្តិចតារាដើរចូលទៅខាងក្នុងដោយប្រុងប្រយ័ត្នស្រាប់តែសំឡេងមួយបន្លឺឡើងពីភាពងឹតទីបំផុតអញក៏មកដល់ហើយតារាងាកទៅមើលវិចិត្រដើរចេញពីជ្រុងមួយទឹកមុខពោពេញដោយកំហឹងហេតុអ្វីឯងធ្វើបែបនេះខ្ញុំមិនដែលចង់បំផ្លាញជីវិតឯងទេតារាសួរទាំងស្ងប់ស្ងាត់វិចិត្រសើចយ៉ាងត្រជាក់មិនចង់បើគ្មានឯងខ្ញុំក៏មិនបាត់បង់ការងារហើយក៏មិនបាត់បង់ក្តីស្រឡាញ់ដែរឯងបានយកអ្វីពីខ្ញុំដូច្នេះខ្ញុំក៏នឹងយកអ្វីពីឯងវិញភ្លាមនោះស្រីនាងនិងសុភាបានមកដល់ជាមួយសមត្ថកិច្ចតាមពិតតារាបានប្រាប់ទីតាំងនេះជាមុនដើម្បីកុំឲ្យវិចិត្រគេចខ្លួនបានទៀតវិចិត្រព្យាយាមរត់ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមមុនពេលត្រូវនាំខ្លួនចេញគេបានសម្លឹងទៅស្រីនាងហើយនិយាយថារឿងនេះមិនអាចបញ្ចប់នេះទេនៅមានការពិតមួយដែលអ្នកទាំងអស់គ្នាមិនទាន់ដឹងពាក្យមួយម៉ាត់នោះធ្វើឲ្យតារាស្រីនាងនិងសុភាសម្លឹងមើលគ្នាទាំងភ្ញាក់ផ្អើលតើការពិតអ្វីដែលវិចិត្រកំពុងលាក់ក្រោយវិចិត្រត្រូវបានឃាត់ខ្លួនគ្រប់គ្នាគិតថារឿងបានបញ្ចប់ហើយប៉ុន្តែពាក្យចុងក្រោយរបស់គេនៅតែធ្វើឲ្យតារានិងស្រីនាងគេងមិនលុបនៅប៉ុស្តិ៍នគរបាលវិចិត្របាននិយាយថាខ្ញុំមិនមែនជាមនុស្សតែម្នាក់ដែលរៀបចំផែនការនេះទេមានអ្នកម្នាក់ទៀតដែលនៅពីក្រោយខ្ញុំសមត្ថកិច្ចសួរថាអ្នកនោះជានរណាវិចិត្រញញឹមតិចហើយឆ្លើយថាអ្នកនោះគឺជាមនុស្សដែលអ្នកទាំងអស់គ្នាជឿទុកចិត្តបំផុតបន្ទាប់ពីនិយាយរួចវិចិត្រមិនព្រមឆ្លើយសំណួរណាមួយទៀតឡើយ
នៅថ្ងៃបន្ទាប់តារាបានទទួលស្រោមសម្បត្តិមួយខាងក្នុងមានឯកសារនិងរូបថតចាស់ដែលបង្ហាញថាវិចិត្រនិងអ្នកគ្រប់គ្រងផ្នែកម្នាក់នៅក្រុមហ៊ុនធ្លាប់ធ្វើការជាមួយគ្នាជាយូរមកហើយតារាចាប់ផ្ដើមសង្ស័យថាអ្នកគ្រប់គ្រងនោះប្រហែលជាអ្នកនៅពីក្រោយរឿងទាំងអស់គេក៏សម្រេចចិត្តស៊ើបអង្កេតដោយសម្ងាត់ដើម្បីរកការពិតមុនពេលមានអ្នកណាម្នាក់រងគ្រោះបន្ថែមប៉ុន្តែនៅពេលតារាចេញពីការិយាល័យគេមិនបានដឹងថាមានរថយន្តមួយកំពុងបើកតាមពីក្រោយគេ